មិនខ្វល់ខ្វាយពីខ្លួនឯងតែខ្វល់ខ្វាយពីកូនជាទូទៅឪពុកម្ដាយតែងតែលះបង់គ្រប់បែបយ៉ាងដើម្បីកូនទោះបីជាគាត់ត្រូវរងទុក្ខវេទនាយ៉ាងណាក៏ដោយគាត់ហ៊ានបូជាកម្លាំងកាយចិត្តលះបង់ទ្រព្យសម្បត្តិរហូតហ៊ានបូជាជីវិតធ្វើយ៉ាងណាឲ្យតែកូនបានក្តីសុខឲ្យតែកូនមានអនាគតភ្លឺស្វាងសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងយើងវិលមកជួបជាមួយនឹងសាច់រឿងថ្មីមួយទៀតសម្រាប់សាច់រឿងក្នុងថ្ងៃនេះគឺរឿងស្ត្រីលក់បបរបាទមុននឹងចូលសាច់រឿងខ្ញុំបាទសូមអភ័យទោសផងបងប្អូនទាំងអស់គ្នាដោយសារសម្លេងខ្ញុំបាទរៀងកងូបន្តិចហើយដោយសារតែមានបញ្ហាសុខភាពដោយសារផ្ដាសាយបន្តិចបន្តួចព្រោះរដូវនេះជារដូវវស្សាអញ្ចឹងជាងបំផុតទេពីជំងឺផ្ដាសាយបងប្អូនទាំងអស់គ្នាតោះយើងចូលទៅស្ដាប់សាច់រឿងបន្តទៀតបងប្អូនទាំងអស់គ្នាគ្រួសារមួយមានសមាជិក6នាក់ឪពុកម្ដាយត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការផ្គត់ផ្គង់គ្រួសារព្រោះកូនទាំង4នាក់ស្ថិតនៅក្នុងវ័យសិក្សានៅឡើយមិនទាន់មាននរណាម្នាក់មានការងារធ្វើនោះទេម្យ៉ាងទៀតនៅទីក្រុងភ្នំពេញពុំមានដីស្រែចម្ការដើម្បីប្រកបរបរកសិកម្មគឺពួកគាត់ត្រូវស្វែងរកការងារធ្វើឬលក់ដូរបន្តិចបន្តួចពូហំដែលជាឪពុកបានទៅស៊ីឈ្នួលធ្វើឡាននៅយានដ្ឋានមួយកន្លែងចំណែកមីនសានជាអ្នកមើលការខុសត្រូវនៅផ្ទះទាំងស្រុងដោយប្រាក់ខែរបស់ពូហំមិនអាចគ្រប់គ្រងជីវភាពគ្រួសារបាននឹងការរៀនសូត្ររបស់កូនមីនសានក៏សម្រេចចិត្តបង្កើតរបរមួយទៀតដើម្បីរកប្រាក់ចំណូលជួយសម្រួលដល់តម្រូវការទាំងនោះមុខរបរថ្មីរបស់មីនសានគឺរុញរទេះលក់បបរការប្រកបរបរថ្មីនេះអាចរកប្រាក់ចំណូលបានច្រើនគួរសមគាត់អាចយកលុយដែលលក់បានជួយផ្គត់ផ្គង់ការសិក្សារបស់កូនទាំង4នាក់អញ្ចឹងសម្រាប់គ្រួសាររបស់គាត់មានសមាជិក6នាក់សរុបទាំងកូនរបស់គាត់4នាក់អញ្ចឹងណាមីនសាន1ពូហំ1ហើយនិងកូនរបស់គាត់4នាក់ទៀតអញ្ចឹងសរុបទៅគឺ6នាក់បងប្អូនអរគ្នាថ្ងៃអាទិត្យមួយកូនប្រុសពៅរបស់គាត់បានសុំគាត់ដើរទៅតាមព្រោះជាថ្ងៃឈប់សម្រាកពីអ្នកម្ដាយនិងកូនបានរុញបបរលក់នៅតាមដងផ្លូវនៅជិតផ្សារឯករាជ្យក្នុងសង្កាត់ស្ទឹងមានជ័យស្រាប់តែរំពេចនោះមានរថយន្តដឹកសម្រាមមួយគ្រឿងបានបើកមកគៀរទេះរុញបបររបស់ម្ដាយនិងកូនធ្វើឲ្យរទេះលក់បបរនោះក្រឡាប់មកកិនម្ដាយនិងកូនតែម្ដងបបរដែលកំពុងតែក្តៅរាប់រយអង្សានោះបានស្រោចស្រពមកលើផ្ទៃមុខនិងដងខ្លួនរបស់មីនសានចំណែកកូនប្រុសពៅរបស់គាត់ក៏រលាកដៃបន្តិចបន្តួចដែរដោយក្តីស្រឡាញ់និងព្រួយបារម្ភចំពោះកូនមីនសានក៏បានស្រវេស្រវាងើបឡើងស្រែករកកូនទាំងខ្លួនជោគជាំដោយបបរពេលឃើញកូនគាត់ក៏ទៅបីត្រកងនិងសប្បាយចិត្តនៅពេលឃើញកូនផុតពីគ្រោះថ្នាក់គាត់ភ្លេចការជិះចាប់របស់ខ្លួនដែលរងរបួសធ្ងន់ធ្ងរនោះទៅហើយក្រោយពីបីត្រកងកូនប្រុសរបស់គាត់មកហើយមីនសានក៏សន្លប់បាត់ស្មារតីត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់អញ្ចឹងសម្រាប់សាច់រឿងនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីសាច់រឿងនេះទាំងមូលអញ្ចឹងមីនសានគាត់ត្រូវរបួសខ្លាំងប៉ុន្តែគាត់អត់បានគិតពីរបួសរបស់គាត់ទេអ្វីដែលគាត់បារម្ភខ្លាំងជាងគេបំផុតគឺកូនរបស់គាត់ខ្លាចកូនរបស់គាត់មានបញ្ហាមានគ្រោះថ្នាក់យ៉ាងណាយ៉ាងណីអញ្ចឹងណាគាត់ភ្លេចគិតថាគាត់កំពុងតែត្រូវរបួសខ្លាំងជាងកូនគាត់ទៅទៀតអញ្ចឹងនេះជាអារម្មណ៍របស់ម្ដាយដែលគាត់បារម្ភពីកូនខ្លាំងជាងជីវិតរបស់គាត់ទៅទៀតអញ្ចឹងសម្រាប់គំនិតពិចារណានៅក្នុងសាច់រឿងនេះផងដែរគឺមានន័យថាអ្វីដែលឪពុកម្ដាយព្រួយបារម្ភនិងយកចិត្តទុកដាក់បំផុតនោះគឺសុខទុក្ខរបស់កូនកាលពីកូននៅតូចសូម្បីតែស្រមោចមួយវាកាត់កូនក៏មិនអាចវាបានដែរឪពុកម្ដាយតែងតែមើលថែការពារកូនជានិច្ចទោះបីជាកូនគ្រុនក្តៅបន្តិចបន្តួចក៏ឪពុកម្ដាយដឹងដែរហើយគាត់ក៏ប្រញាប់ប្រញាល់រកវិធីដើម្បីព្យាបាលកូនទោះបីជាយប់អាធ្រាត្រក៏ដោយហើយគាត់មិនដែលគិតពីសុខភាពរបស់ខ្លួននោះទេតែគាត់ព្រួយបារម្ភនៅពេលដែលឃើញកូនរបស់គាត់មានការឈឺចាប់ដូច្នេះកូនត្រូវគោរពនិងផ្ដល់តម្លៃដល់ការលះបង់របស់ឪពុកម្ដាយដោយព្យាយាមកសាងអំពើល្អនិងធ្វើជាបុគ្គលល្អនៅក្នុងសង្គមនិងជួយទំនុកបម្រុងគាត់វិញទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើទៅបានចឹងអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានស្ដាប់សាច់រឿងមួយនេះតាំងពីដើមរហូតមកដល់ចប់គំថាបងប្អូនអរគ្នានឹងស្វែងយល់កាន់តែច្បាស់អំពីឪពុកម្ដាយជាមួយនឹងសាច់រឿងនេះផងដែរអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ